And now we have a hotline in Khmer with multiple language subtitles from Chantavi in Cambodia. សូមថ្វាយព្រះគ្រូឋានហើយជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំជាសហអ្នកអនុវត្តជនមកពីប្រទេសកម្ពុជាជាធម្មតាខ្ញុំក្រោកឡើងនៅម៉ោង 4:30 នាទីព្រឹកដើម្បីធ្វើសមាធិតាមវិធីខ្វានអ៊ីងហើយបន្តសមាធិរហូតដល់ម៉ោង 7 ព្រឹកនៅពេលយប់ខ្ញុំអធិដ្ឋានពីម៉ោង 8 ដល់ម៉ោង 9 យប់មុនពេលចូលគេងខ្ញុំតែងតែបើកម៉ាស៊ីនចាក់ MP3 ដើម្បីស្ដាប់ធម៌ទេសនារបស់ព្រះអង្គពីសំណឹមសៀវភៅដែលមានចំនួន 16 ក្បាលគឺកូនសោនៃការត្រាស់ដឹងភ្លាមបើមិនស្ដាប់ធម៌ទេសនារបស់ព្រះអង្គខ្ញុំនឹងមានអារម្មណ៍មិនស្រួលហើយគេងមិនលក់រាល់យប់ខ្ញុំស្ដាប់ធម៌ទេសនារបស់ព្រះគ្រូដែលជាទម្លាប់ដែលខ្ញុំបានបង្កើតឡើងសូម្បីតែមុនពេលបានបង្រៀនអំពីធម៌ចិត្តដោយសហអ្នកអនុវត្តជនម្នាក់មកពីអូឡាវៀតណាមបានផ្ញើបទថតសំឡេងទាំងនោះមកខ្ញុំរហូតមកដល់ពេលនេះខ្ញុំនៅតែស្ដាប់ម៉ាស៊ីនចាក់ MP3 តាមរបៀបនេះជិត 6 ឆ្នាំមកហើយប្រហែលកន្លះខែមុនលោកខ្ញុំកំពុងធ្វើសមាធិនៅពេលព្រឹកព្រលឹមខ្ញុំមានការអនុវត្តធម៌ជាក់ស្ដែងនៅក្នុងចិត្តខ្ញុំបានឃើញមនុស្សមួយក្រុមនៅទ្វារផ្ទះរបស់ខ្ញុំពួកគេត្រូវបានគ្រប់ដណ្ដប់ក្នុងភាពងងឹតនិងអាប់អួរពួកគេ3 ឬ 4 នាក់បានចាប់ផ្ដើមបំផ្លាញផ្ទះរបស់ខ្ញុំពួកគេសុទ្ធតែជាបរិសុទ្ធហើយពួកគេមើលទៅខឹងនិងឆេវឆាវណាស់ស្រែកបណ្ដើរបំផ្លាញទ្វារបណ្ដើរហាក់ដូចជាហ៊ាមនឹងឈ្លានពានចូលទៅក្នុងផ្ទះខ្ញុំពេលនោះខ្ញុំភ័យណាស់ហើយខ្ញុំនឹកឃើញថាខ្ញុំបានស្ដាប់ធម៌ទេសនារបស់ព្រះគ្រូរាល់យប់ពេលខ្ញុំគិតអំពីរឿងនេះខ្ញុំឃើញរូបភាពរបស់ព្រះអង្គលេចឡើងនៅក្នុងភ្នែកប្រាជ្ញារបស់ខ្ញុំរូបភាពនេះជារូបភាពដែលសហអ្នកអនុវត្តជនតែងតែចែករំលែកនៅលើអ៊ីនធឺណិតក្នុងពេលនោះដែរខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថាតើគេអាចបង្កបញ្ហាឲ្យខ្ញុំបានដូចម្តេចទេខ្ញុំកំពុងស្ដាប់ធម៌ទេសនារបស់ព្រះគ្រូខ្ញុំទៅគិតអញ្ចឹងហើយពួកគេទាំងអស់បានបាត់ខ្លួនភ្លាមខ្ញុំសូមអរគុណដ៏ស្មោះអស់ពីចិត្តចំពោះព្រះអង្គព្រះគ្រូដែលបានការពារខ្ញុំពេលភ្ញាក់ឡើងខ្ញុំបានដឹងថាពួកវាជាវិញ្ញាណអាក្រក់ដែលព្យាយាមរំខានខ្ញុំដោយសារមានការការពាររបស់ព្រះអង្គខ្ញុំបានសុវត្ថិភាពជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូដល់ជាទីស្រឡាញ់ចន្ទថាវីមកពីប្រទេសកម្ពុជា Considerate Chantavi, thanks to God, you are well protected through your virtuous Kuan Yin meditation practice. A comforting message from Master awaits you. Gentle Chantavi, so glad you feel safe and protected, the way all Kuan Yin practitioners should feel. Thank you for treasuring what you have been taught and for putting it into sincere daily practice with such devotion. Fear not, as the divine resides in the hearts of the faithful. The negative forces that work for the king of Maya will continue to test us. However, by practicing with single-pointed concentration towards the inner master power, we will be more spiritually developed to face any obstacles that come our way. This is our shield in this turbulent world. Hold on to it. May God forever enlighten your spiritual path and that of the peaceful people of Cambodia, sending you a heart full of love. Vegan, 'cause we choose to be just. We welcome your heartlines, stories, and/or cute, loving animal people clips. Please send them via suprememastertv.com/heartline.